បើទោះបីជាជួបទៅនឹងឧបសគ្គច្រើនយ៉ាងណាក៏ដោយមនុស្សមួយចំនួនតែងតែទទួលបាននូវភាពជោគជ័យតើអ្នកធ្លាប់ឆ្ងល់អំពីកត្តាទាំងនេះដែរឬទេខណៈពេលដែលអ្នកខ្លះវិញតែងតែជួបនៅការលំបាកបើទោះបីជាមានជំនាញដូចគ្នាក៏ដោយរឿងសម្ងាត់នោះគឺតាក់ទងទៅនឹង attitude គតិបណ្ឌិតក៏ដូចជាផ្នត់គំនិតរបស់ពួកគេឥរិយាបថរបស់ពួកគេថ្ងៃនេះយើងនឹងចូលទៅក្នុងសៀវភៅមួយក្បាលរបស់លោក John C. Maxwell ដែលមានចំណងជើងថា The Difference Maker Making Your Attitude Your Greatest Asset ដែលបានបង្ហាញអំពីរបៀបដែលឥរិយាបថអាចក្លាយទៅជាធាតុសំខាន់បំផុតនៃភាពជោគជ័យរបស់អ្នកនិពន្ធហៅឥរិយាបថ attitude ថាជា The Difference Maker គឺជាអ្នកដែលបង្កើតនៅអ្វីដែលមានភាពប្លែកពីគេវាមិនមែនជាអ្វីគ្រប់យ៉ាងនោះទេប៉ុន្តែវាគឺជាអ្វីដែលតិចប៉ុន្តែអ្នកពិតជាអាចគ្រប់គ្រងវាបានវាហាក់បីដូចជាពណ៌ដែលអ្នកបំរុងនឹងលាបយ៉ាងដូចនេះឯងអ្នកប្រើពណ៌អ្វីដើម្បីលាបវាគឺជាផ្នែកមួយនៃជីវិតរបស់អ្នកហើយតើអរិយាប័ត្ររបស់អ្នកបានមកពីណាអរិយាប័ត្ររបស់អ្នកគឺបានមកពីបុគ្គលិកលក្ខណៈរបស់អ្នកបរិស្ថាននៃការរស់នៅជុំវិញខ្លួនរបស់អ្នកមិត្តភ័ក្តិក៏ដូចជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកនិងអ្វីដែលជាចម្បងបំផុតគឺជាជំរើសរបស់អ្នកហេតុអ្វីបានជាមនុស្សពីរនាក់ដែលមានជំនាញនិងឱកាសដូចគ្នាប៉ុន្តែទទួលបាននៅលទ្ធផលខុសគ្នាយ៉ាងខ្លាំងចម្លើយនោះគឺដោយសារតែអរិយាប័ត្រទស្សនៈនៃគំនិតអរិយាប័ត្រផ្នត់គំនិតពិតជាកំណត់នៅរបៀបដែលអ្នកប្រឈមមុខទៅនឹងឧបសគ្គក៏ដូចជាការដោះស្រាយនៅបញ្ហានិងការចាប់យកនៅឱកាសនានាផងដែរហើយអរិយាប័ត្រគឺវាពិតជាមានអំណាចតែវាក៏មានដែនកំណត់ផងដែរលោក John C. Maxwell អ្នកនិពន្ធបានបញ្ជាក់ថាអរិយាប័ត្ររបស់អ្នកគឺពិតជាមិនអាចគ្រប់គ្រងនិងជំនួសឲ្យជំនាញក៏ដូចជាបទពិសោធន៍បាននោះទេហើយវាក៏មិនអាចផ្លាស់ប្ដូរនៅព័ត៌មានក៏ដូចជាហេតុការណ៍ដែលអ្នកមិនអាចគ្រប់គ្រងបានផងដែរប៉ុន្តែសម្រាប់ដំណឹងល្អវិញបើទោះបីជាអរិយាប័ត្រមិនអាចផ្លាស់ប្ដូរនៅអ្វីៗទាំងអស់បានក៏វាអាចកំណត់នៅវិធីសាស្ត្រដែលអ្នកឆ្លើយតបទៅនឹងឧបសគ្គបានផងដែរទស្សនៈរបស់អ្នកមិនមែនស្ថានភាពរបស់អ្នកទេតែវាកំណត់នៅកម្ពស់នៃភាពជោគជ័យរបស់អ្នកដូច្នេះហើយតើអរិយាប័ត្ររបស់អ្នកអាចធ្វើបាននៅអ្វីខ្លះអ្នកនិពន្ធបានពន្យល់ថាអរិយាប័ត្រវិជ្ជមាននិងសកម្មភាពគឺពិតជាអាចប៉ះពាល់ទៅដល់គំនិតនិងថាមពលរបស់អ្នកអាចធ្វើឲ្យអ្នកមានទំនាក់ទំនងកាន់តែប្រសើរឡើងហើយអាចជួយឲ្យអ្នកប្រឈមទៅនឹងឧបសគ្គនិងការបរាជ័យក៏ដូចជាអាចក្លាយទៅជាទ្រព្យសម្បត្តិបុគ្គលគេហៅថា personality គេហៅថាអ្វីដែលជាខ្លួនរបស់អ្នកដែលវាសំខាន់បំផុតសម្រាប់អ្នកផងដែរនិយាយឲ្យខ្លីទៅគឺមានន័យថាអរិយាប័ត្រគឺអាចបំលែងឧបសគ្គឲ្យក្លាយទៅជាឱកាសបានឧបសគ្គធំ5យ៉ាងដែលអាចធ្វើឲ្យប៉ះពាល់ដល់អរិយាប័ត្ររបស់អ្នកទី1គឺ discouragement ការខកចិត្តឬក៏ការដែលមិនមានការលើកទឹកចិត្តកុំធ្វើឲ្យបរាជ័យបណ្ដោះអាសន្នដែលអ្នកកំពុងតែជួបប្រទះនេះកំណត់នៅខ្លួនអ្នកឲ្យសោះចំណុចទី2គឺ change ការផ្លាស់ប្ដូរទទួលយកវាជាជំហាននៃការលូតលាស់ចំណុចទី3គឺបញ្ហា problems ចងចិត្តទៅលើដំណោះស្រាយមិនមែនជាការត្អូញត្អែឬក៏រអ៊ូរទាំនោះទេចំណុចទី4គឺ fear ភាពភ័យខ្លាចធ្វើនៅសកម្មភាពបើទោះបីជាអ្នកភ័យក៏ដោយចំណុចទី5គឺ failure បរាជ័យរៀនពីវាកុំឲ្យវាបំផ្លាញអ្នកឲ្យសោះពេលដែលអ្នកអាចគ្រប់គ្រងនៅអរិយាប័ត្រទល់ទៅនឹងឧបសគ្គទាំងនេះបានអ្នកនឹងអាចខ្លាចទៅជាមនុស្សដែលអាចទប់ស្កាត់នៅអ្វីទាំងអស់បានការមិនមានការលើកទឹកចិត្តការផ្លាស់ប្ដូរក៏ដូចជាបញ្ហាភាពភ័យខ្លាចនិងការបរាជ័យវាគឺជាឧបសគ្គដ៏ចម្បងចំនួន5ដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់អរិយាប័ត្ររបស់អ្នកចូលធ្វើឲ្យអរិយាប័ត្ររបស់អ្នកខ្លាចទៅជាទ្រព្យសម្បត្តិដ៏ធំបំផុតសម្រាប់អ្នកបើយើងនិយាយឲ្យងាយយល់ទៅគឺអរិយាប័ត្រវាហាក់បីដូចជាសាច់ដុំមួយដុំនៅក្នុងរាងកាយរបស់អ្នកយ៉ាងដូចនេះឯងអ្នកពិតជាអាចបង្កើតបណ្ដោះនឹងការពារវាបានចូលចាប់ដើមជារៀងរាល់ថ្ងៃដោយជ្រើសរើសនៅអរិយាប័ត្របែបវិជ្ជមានធ្វើជាមិត្តជាមួយនឹងមនុស្សវិជ្ជមាននិងលើកទឹកចិត្តអ្នករៀនពីកំហុសមិនមែនរស់នៅក្នុងវានោះទេដើរទៅលើដំណោះស្រាយកុំផ្ដោតទៅលើបញ្ហាពេលដែលអ្នកអនុវត្តរឿងទាំងនេះអរិយាប័ត្ររបស់អ្នកនឹងមិនត្រឹមតែជួយតែអ្នកនោះទេប៉ុន្តែវាពិតជាប៉ះពាល់ដល់មនុស្សជុំវិញខ្លួនរបស់អ្នកផងដែរ
នេះគឺជាអ្វីដែលគេហៅថាអ្នកដែលបង្កើតនៅអ្វីដែលប្លែកថ្មីផ្សេងពីគេទស្សនៈរបស់អ្នកអាចឆ្លងបានវាគឺជាភាពវិជ្ជមានដែលអ្នកពិតជាអាចជំរុញដល់អ្នកដទៃដែលស្ថិតនៅជុំវិញខ្លួនរបស់អ្នកផងដែរចូលចងចាំថាជំនាញនិងប្រសិទ្ធភាពមានសារៈសំខាន់ប៉ុន្តែអរិយាប័ត្រពិតជាមានសារៈសំខាន់ជាងនេះទៅទៀតដោយការបង្កើតនៅគំនិតវិជ្ជមានប្រឈមទៅនឹងឧបសគ្គដោយទឹកចិត្តនិងរៀនពីការខកខានអ្នកអាចបំលែងនៅអរិយាប័ត្រឲ្យคล้ายទៅជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់អ្នកដូច្នេះតើអ្នករួចរាល់ហើយឬនៅដើម្បីคล้ายទៅជាអ្នកដែលផ្លាស់ប្ដូរនៅអ្វីៗហើយចូលចាប់ផ្ដើមនៅថ្ងៃនេះដោយជ្រើសរើសនៅ attitude ដែលជំរុញអ្នកឲ្យឆ្ពោះទៅមុខបើទោះបីជាអ្វីនឹងកើតឡើងក៏ដោយ attitude is your most powerful tool use it wisely អរិយាប័ត្ររបស់អ្នកគឺជាឧបករណ៍ដែលមានថាមពលបំផុតរបស់អ្នកចូលប្រើវាប្រកបដោយភាពឆ្លាតវៃចូលចងចាំថាអរិយាប័ត្ររបស់អ្នកគឺជាអ្វីដែលបង្កើតនៅភាពខុសគ្នានៅក្នុងជីវិតរបស់អ្នកសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅប្រធានបទបន្ត